ប្រធានាធិបតីចិនលោកស៊ីជីនពីងបានចេញបញ្ជាឲ្យប្រមូលកងកម្លាំងគ្រប់ផ្នែកទាំងអស់ដើម្បីធ្វើអន្តរាគមន៍ជួយសង្គ្រោះប្រជាជនចិនដែលកំពុងតែប្រឈមមុខនឹងគ្រោះមហន្តរាយធម្មជាតិជំនន់ទឹកភ្លៀងនិងរលំបាក់ដីបទបញ្ជារបស់ប្រមុខរដ្ឋចិនបានធ្វើឡើងក្រោយពីជំនន់ទឹកភ្លៀងសម្លាប់ពលរដ្ឋចិនយ៉ាងតិច17នាក់នៅក្នុងខេត្តគួងស៊ីភាគខាងត្បូងប្រទេសជិតជាប់ព្រំដែនវៀតណាមមនុស្សច្រើនអ្នករងរបួសហើយប្រជាជនច្រើនអ្នកផ្សេងទៀតកំពុងតែបាត់ខ្លួនមហន្តរាយចំនួនទឹកភ្លៀងនេះបណ្ដាលមកពីឥទ្ធិពលខ្យល់ព្យុះម៉ៃសាក់ដែលបោកបក់កាលពីដើមសប្តាហ៍រដ្ឋមន្ត្រីក្រសួងធនធានទឹកចិនបានបញ្ជាក់ថាចំនួនទឹកភ្លៀងនៅតំបន់ភាគខាងត្បូងនៅពេលនេះបានឡើងខ្ពស់ហួសកម្រិតទី6ដែលត្រូវប្រកាសអាសន្នទៅទៀតមន្ត្រីអប់រំប្រចាំតំបន់ភាគខាងត្បូងនោះបានសម្រេចឲ្យបិទសាលារៀនរហូតដល់មានបទបញ្ជាថ្មីព្រោះខ្លាចក្រែងកូនសិស្សជួបគ្រោះថ្នាក់ផ្សេងៗដែលបណ្ដាលមកពីការបាក់រលំដើមឈើសង្កត់ឬជួបគ្រោះថ្នាក់ព្រោះតែដាច់ផ្លូវនិងដាច់ខ្សែចរន្តភ្លើងអគ្គិសនីជាដើមទន្ទឹមនឹងគ្នាសាលារៀនលិចទឹកហើយដំបូលសាលារៀនខ្លះទៀតត្រូវដាច់រហិតយហោចព្រោះតែខ្យល់ព្យុះចំណែកនៅភាគខាងជើងវិញខេត្តកនស៊ឺបានរងគ្រោះរលំបាក់ដីនិងកប់មនុស្សយ៉ាងតិច33នាក់អាជ្ញាធរមូលដ្ឋានបានរកឃើញសាកសពមនុស្សចំនួន21នាក់គិតត្រឹមព្រឹកថ្ងៃពុធទី8កក្កដានេះបើតាមកាសែតរដ្ឋចិនឈិនហួរដោយបញ្ជាក់ទៀតថារដ្ឋអំណាចចិនបានសម្រេចបញ្ចេញកញ្ចប់ថវិកាជួយសង្គ្រោះបន្ទាន់ប្រមាណជា30លានយួនស្មើនឹងប្រមាណ 3.9 លានអឺរ៉ូដើម្បីជួយកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញនៅក្នុងតំបន់ខូចខាតក្រៅពីដោះស្រាយបញ្ហាចំពោះមុខអាជ្ញាធរចិនក៏ត្រៀមទប់ស្កាត់ទៅនឹងមហន្តរាយដែលនឹងជិតមកដល់ដែរអ្នកទទួលខុសត្រូវរបស់គណៈបកកុម្មុយនីសចិនប្រចាំហាងជូវក្រុងធំជិតខេត្តឈៀងហៃបានក្រើនរំលឹកឲ្យរកមធ្យោបាយចាំបាច់នានាដើម្បីទប់ស្កាត់គ្រោះទឹកជំនន់និងខ្យល់ព្យុះហើយត្រូវទុកបញ្ហានេះជាអាទិភាពដែលត្រូវដោះស្រាយបន្ទាន់បំផុតអាជ្ញាធរឧតុនិយមចិនក៏បានប្រកាសឲ្យប្រជាពលរដ្ឋប្រយ័ត្នប្រយែងត្បិតថាខ្យល់ព្យុះប៉ាវីនឹងបោកបក់ហើយប៉ះពាល់ប្រវែង400គីឡូម៉ែត្រនៅភាគខាងត្បូងខេត្តឈៀងហៃនៅចុងសប្តាហ៍នេះ